Ok, số này nó nè và cùng một cảnh stream on ngày này phong đá nhóm thơ video ông pi đặc biệt bây giờ thơ ca full setup từ lơ ca livestream bao giờ món đồng bày đặt là donation chẳng chỉ hiện được bộ ngồi vậy để dân thơ ca nó cứ dân mình APA merchant telegram hay nó OBS video hay mùi thế cứ website stream neon ok chẳng được bộ port nó gọi vậy là tầm khăn nó cứ dân cho thơ ca là tu sắp đây nọ nè máu dân thơ ca bạn nơi APA merchant này chẳng bọn nè toàn miền thế nọ nè ai tới ca download bán ok chẳng những thưa ca bạc về máu là ngày chẳng mà xin dịp bạc từ bốn việc miền y tế nè nè thưa ca sign up tới ok chẳng nhưng thưa ca link cho mùi telegram ok nằm bây nhưng link APA merchant cho mùi telegram bán nhưng thời tập bạc group sân chẳng nọ nè cho telegram máu hay những chất vô new group chẳng new group nếu như đã tha cho rồi gaming ABA Payway ok trên thưa ca chọn next máu hay thưa ca chọn create còn top pi bạc ca thái nào anh xong thưa ca dopamine sân nhưng chọn vô chọn lừa hụt ní nè chọn lừa mua dương máu cho rồi gaming nó chọn lừa năng máu hay chọn lừa mình này top chọn mình này thái nào anh thưa ca chat history for new member nào anh đặt visible máu ok thưa ca sale ok ប៉ុណ្ណឹងគឺហើយសម្រាប់ Telegram អូខេតោះយើងចូលមកការណា merchant យើងវិញឥឡូវយើងចូលទៅការណា trade 3នៅខាងលើនេះគឺយើងចុចទៅលើ manage business បើសិនជាភាសាខ្មែរលោថាគ្រប់គ្រងអាជីវកម្មអូខេចុចមកធ្វើការវាយ password យើងហើយយើងអស់ទៅលើ business យើងដែលយើងចង់ connect ជាមួយនឹង Telegram ឧទាហរណ៍ថាជ្រុយ gaming នេះអញ្ចឹងខ្ញុំធ្វើការចុចនៅកណ្ដាលនេះចុចនៅកណ្ដាលនេះមកវាធ្វើការ alert នៅនេះលើនៅ Telegram មួយនេះចេញអស់ឡើង port មកវាថា link Telegram group អូខេចឹងវាយើងតចុច link ហើយយើងធ្វើការជ្រើស group ដែលយើងដាក់មិញហ្នឹងគឺជ្រុយ gaming APA Payway លេចមកនោះនេះអាចធ្វើការដាក់ permission ឲ្យវាក៏បានដែរសម្រាប់ខ្ញុំត្រូវការទេខ្ញុំដាក់តែប៉ុណ្្នឹងទេនេះហើយបើសិនចង់ដាក់add as admin ក៏បានដែរអូខេចឹងយើង add មកដានចឹង APA នឹងធ្វើការផ្ញើលេខកូដទៅកាន់ទូរស័ព្ទដៃយើងចឹងយើងអស់មកឥឡូវយើងចូលទៅកាន់ merchant យើងវិញអូខេបន្ទាប់ពីវាលោត success នេះហើយអ្នកនរអាចធ្វើការ continue ទៅប្រើ StreamYard បានចឹងបើសិនជាវាអត់លោតលេខកូដទេសម្រាប់ iPhone គឺយើងអស់មកលើចេះយើងអស់ពីលើចុះក្រោមមកយើងឃើញលេខកូដ4ខ្ទង់នៅហ្នឹងហើយយើងធ្វើការវាយបញ្ចូលអីចឹងទៅហ្នឹងហើយអូខេចឹងសម្រាប់ APA merchant នៅលើទូរស័ព្ទដៃគឺយើងចប់មកតង់ហើយតោះយើង back ទៅវិញយើងធ្វើការចូលមកកាន់ StreamYard website យើងបង្កើតគណនីមកហ្នឹងហើយអ្នកនេះអាចធ្វើការយក email របស់យើងបង្កើតក៏បានឬក៏យើង sign in ជាមួយនឹង Google account ក៏បានដែរបន្ទាប់ធ្វើការ sign in ហើយអ្នកនេះចូលទៅកាន់ StreamYard Lion នេះចឹងវានឹងលុបផ្ទាំងបែបនេះចឹងអ្នកនរអាចធ្វើការយកទូរស័ព្ទដៃអ្នកនរធ្វើការ scan ចឹងអ្នកនរអាចចូលទៅកាន់ Telegram ហើយយក setting ហើយយក device តទៅពីយក device ហើយយើងធ្វើការចុច add device នេះចុច add device ហើយវានឹងលុបផ្ទាំង QR បែបនេះយើងធ្វើការ scan ហើយវាបញ្ចូលនៅ two factor account របស់យើងចុច submit ហ្នឹងហើយបន្ទាប់ពីយើងធ្វើការ login រួចរាល់ហើយអ្នកនរសូមធ្វើការចូលទៅកាន់ Telegram របស់យើងសិនហើយយើងចុចថា yes it's me ន័យថាខ្ញុំជាអ្នក login អូខេតបមកដើម្បីធ្វើការ add group បានយើងចូលទៅកាន់ group ជ្រុយ gaming មិញហ្នឹងធ្វើការចុចយក manage ហើយធ្វើការយក invite link copy មកយើងចុចកន្លែងនេះចុច add by invite link ធ្វើការផាសវាមកហើយចុច check ដល់ពីចុច check ហើយអ្នកនរអាចធ្វើការចុច continue បានអូខេវានឹងលុបផ្ទាំងបែបនេះចឹងមានន័យថាវា success ហើយអ្នកនរអាចធ្វើការទទួល transaction បានអូខេជំហានបន្ទាប់ហ្នឹងគឺយើងយក StreamYard Lion ហ្នឹងយកដាក់នៅក្នុង OBS ដើម្បីដាក់វាបានអ្នកនរចូលទៅកាន់ copy ធ្វើការ copy លើនេះ URL ទាំងអស់ហ្នឹង copy វាមកហើយចូលទៅកាន់ doc ទី4 ស្រួលចាំ doc custom browser docs អូខេហើយនេះយើងដាក់ StreamYard
URL ហ្នឹងគឺយើងផាសអារៀង copy មិញហើយធ្វើការចុច apply អានេះ in case បើសិនជាវាបាត់អ្នកនរគ្នាអាចឧទាហរណ៍ថាអ្នកនរគ្នាច្រឡំខ្វែងចេះវានឹងបាត់ហើយអញ្ចឹងអ្នកនរគ្នាចូលទៅនេះចុច apply មិនក៏ដើរដែរអញ្ចឹងវានៅខាងក្រោមនេះអ្នកនរគ្នាអាចចូលទៅកាន់ doc ហើយយក Simeon មកវានឹង load pop up ហើយអញ្ចឹងខ្ញុំអាចធ្វើការទាញវាមកខ្ញុំទាញវាដាក់នៅខាងស្ដាំដៃអញ្ចឹងរបៀបដែលយើងទាញហ្នឹងគឺយើងទាញឲ្យវា load QQ នេះអ្នកនរគ្នាឃើញ QQ នេះអត់ហ្នឹងហើយ QQ ហ្នឹងហើយអូខេអញ្ចឹងយើងធ្វើការចូលទៅកាន់ Simeon website យើងវិញយើងធ្វើការ VLC code នេះអញ្ចឹងដើម្បី VLC code នឹងបានអ្នកនរគ្នាចុចធ្វើការ sync to OBS doc ចុច line ហ្នឹងមកហើយ VLC code នៅក្នុង OBS អញ្ចឹង 97.9 អូខេយើងវាយមក97.79 ចុច authorize វានឹងធ្វើការ copy session របស់យើងនឹងចូលទៅកាន់ OBS អូខេអ្នកនរឃើញអត់គឺ set up okay already អញ្ចឹងអានេះយើងរួចរាល់ហើយយើងអាចធ្វើការ back អានេះដើម្បីបញ្ជាក់បានថាវាដើរម្ដងទៀតឬក៏អត់យើងធ្វើការចុច refresh មកអាចអូខេនេះអញ្ចឹងខ្ញុំអាចធ្វើការ clear lock ដើម្បីអ្នកនរមើលម្ដងទៀតអូខេអញ្ចឹងតោះយើងអាចដល់ដំណាក់កាលមួយដែលយើងអាចធ្វើការបាញ់ test link បានអញ្ចឹងដើម្បីបាញ់ test នៅ QR ហ្នឹងអ្នកនរចូលទៅកាន់ app ទូរស័ព្ទដៃរបស់យើងចូលទៅកាន់ APA merchant ចុចកន្លែងនេះចុចកន្លែង select outlet របស់យើងមកមែនទេយើង select នេះ select business អញ្ចឹង business យើងជ្រួយ gaming ហើយធ្វើការចុចនៅ show QR នេះអ្នកនរអាចធ្វើការ link ជាមួយនឹង account Ria ក៏បានដែរបើសិនអ្នកនរចង់ចុច link ហើយធ្វើការ link នេះពេល link ហ្នឹងវានឹងបើកទៅ pop up APA របស់យើងឲ្យ select នៅ account nàyអូខេអញ្ចឹងអានេះខ្ញុំអត់ត្រូវការ link ទេខ្ញុំត្រូវការតែ$ទេអញ្ចឹងយើងត្រូវការ show QR មកហ្នឹងហើយតពី show QR ហើយអ្នកនរអាចធ្វើការ download ឬក៏ send ទៅ Telegram អ្នកនរបានសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំអាចធ្វើការ snapshot នៅលើនេះហ្មងអូខេអញ្ចឹងធ្វើការ snapshot វាមកធ្វើការ save អូខេបន្ទាប់ពីយើង save ហើយអ្នកនរអាចធ្វើការ add វាចូលនៅក្នុង OBS របស់យើងបានយើងចូលទៅកាន់នេះscene របស់យើងហ្នឹងគឺយើងមាន add នេះ add image ធ្វើការដាក់ឈ្មោះវាមកថា QR អញ្ចឹងយើងប្រោទៅកាន់របស់យើងមកអូខេអញ្ចឹងនេះគឺជា QR របស់យើងធ្វើការបាញ់តេស្តសាកល្បងរបៀបដែលយើងបាញ់ហ្នឹងអ្នកនរធ្វើការបើសិនជាអ្នកនរមានគណនីក្នុង APA វាអាចបង្កើតគណនីច្រើនបានអញ្ចឹងអ្នកនរបង្កើតគណនី saving មួយទៀតមកសម្រាប់ធ្វើការបាញ់តែអញ្ចឹងគណនីដែលភ្ជាប់ជាមួយ APA merchant គឺយើងអាចបាញ់ចូលខ្លួនឯងបានទេអញ្ចឹងខ្ញុំធ្វើការ scan អូខេបន្ទាប់ពី scan ហើយអ្នកនរនេះខ្ញុំនឹងធ្វើការ select នេះទូទាត់ឧទាហរណ៍ថាខ្ញុំ connect ជាមួយនឹង account ផ្សេងនេះអញ្ចឹងខ្ញុំទូទាត់ពីគណនីដែលអត់ភ្ជាប់ជាមួយនឹង APA merchant ហើយកន្លែងនេះគឺយើងអាចដាក់ remark បានអូខេអញ្ចឹងធ្វើការដាក់1 sen ធ្វើការចុចបង់ឲ្យលើអូខេបន្ទាប់ពីបង់ហើយវានឹង load អ្នកនរឃើញអត់គឺ load នៅក្នុងនេះឯងមានថាអ្នកនរ success ហើយអញ្ចឹងជំហានបន្ទាប់ហ្នឹងគឺយើងធ្វើការចូលទៅកាន់ website Simeon របស់យើងដើម្បីឲ្យវាបង្ហាញ alert box នៅលើ screen តោះឥឡូវយើងដល់ជំហានបន្ទាប់ហើយគឺយើងធ្វើការប្រើប្រាស់នៅ alert box របស់យើងអញ្ចឹងដើម្បីប្រើប្រាស់នៅ alert box របស់យើងបានគឺយើងចូលទៅកាន់ alert setting នេះអ្នកនរឃើញ menu អត់ចុច alert setting ហ្នឹងមកហើយធ្វើការយើងអាចធ្វើការ play around បាននេះជាការ design របស់ខ្ញុំអញ្ចឹងអ្វីដែលខ្ញុំដាក់ហ្នឹងគឺយើងអាចធ្វើការអាចឲ្យអ្នកផ្សេងដាក់ profile បានអញ្ចឹងអាហ្នឹងយើង feature មួយទៀតតាក់ទងនឹង tip នៅកន្លែងនេះអូខេអញ្ចឹងឧទាហរណ៍ថាអានេះនៅពេលយើងចូល design mode យើងថាយើងអាចធ្វើការកែឲ្យវា load នៅលើហ្នឹងភ្លាមៗតែម្ដងអានេះបើអត់ទេវានឹង load ធ្វើការតជើងចុច preview នេះអញ្ចឹងយើងមាន option ជាច្រើនដែលយើងអាចធ្វើការកែបានដូចជារយៈពេលដែលវាបង្ហាញ text delay ហើយនឹងសលេងសម្រាប់សលេងយើងអាចធ្វើការចូលទៅកាន់ website ផ្សេងៗយើងអាចយកសលេងមកដាក់បាននៅក្នុងនេះគឺយើងមាន stock scene មួយនេះអ្នកនេះអាចធ្វើការចុចស្ដាប់បានអូខេអញ្ចឹងសម្រាប់នេះគឺជា website មួយដែលយើងអាចធ្វើការ download នៅ sound ជាច្រើនដែលយើងចង់បានបន្ទាប់ពី download ហើយអ្នកនេះធ្វើការ upload មកកាន់ Simeon ទៅគឺបានហើយអូខេអញ្ចឹងខ្ញុំបង្ហាញត្រង់នេះមួយទៀត
គឺយើងមាន option text to speak ហ្នឹងគឺត្រូវការ pro subscription pro អ្នកនេះអាចធ្វើការ upgrade បានបើសិនជាអ្នកនេះចង់ប្រើសលេង AI អញ្ចឹងនេះ upgrade មកអញ្ចឹងវានឹងធ្វើការកាត់ថ្ងៃរបស់យើងវាអត់ធ្វើការលុបនៅ subscription យើងអាចាស់ទេវាគ្រាន់តែកែ plan ហើយធ្វើការកាត់ថ្ងៃរបស់យើងដោយ calculate គណនាជាមួយនឹងតម្លៃឧទាហរណ៍ថា5យើង subscribe $5 អញ្ចឹងដល់ពេលយើង subscribe $13វានឹងធ្វើការកាត់ថ្ងៃហើយអូខេអញ្ចឹងខ្ញុំប្រើ pro អូខេនៅត្រង់នេះផងដែរអ្នកនរធ្វើការចុចនៅ copy link មួយមកអានេះខ្ញុំដាក់សលេង AI អញ្ចឹងខ្ញុំបញ្ចូលនៅត្រង់នេះតិចឥឡូវយើង copy link សិនមក copy link ហើយយើង add ចូលនៅក្នុង OBS យើងដាក់ថា alert box អូខេយើងធ្វើការ pass link សម្រាប់ width និង height ហ្នឹងគឺយើងដាក់ប៉ុណ្ណឹងមកគឺអូខេអានេះបើសិនជាយើងចុចធ្វើការ preview វាទៅអានេះខ្ញុំធ្វើការបិទសលេង AI សិនដើម្បីឲ្យវា preview លឿនចុចតេស្តមកអូខេមានន័យថាអូខេខ្ញុំពេញចិត្តនៅទំហំប៉ុណ្នេះគឺខ្ញុំអាចដាក់បានគឺខ្ញុំដាក់កន្លែងណាដាក់នៅលើនេះក៏បានដែរអូខេតោះខ្ញុំបញ្ចូលនៅ message template មួយអញ្ចឹងកន្លែង message template ហ្នឹងគឺយើងអាចធ្វើការកែវាបានឧទាហរណ៍ថានេះអរគុណអញ្ចឹងអរគុណ stream on សម្រាប់ការបរិច្ឆេទអញ្ចឹងឥឡូវខ្ញុំលុបចោលទាំងអស់វិញវាអត់តមានអីទេនេះដើម្បីដឹងថាទូខិននឹងនៅណាអ្នកនរចុចកន្លែងសួរនេះមកនេះអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បានឈ្មោះនេះឧបត្ថម្ភដាក់ឧបត្ថម្ភចំនួនហើយយើងធ្វើការដាក់នៅ amount នេះតទៅពីដាក់នៅ amount ហើយវាបង្ហាញតែចំនួនទឹកលុយទេវាអត់ទាន់ប្រាប់ថាវាជាចំនួនលុយខ្មែរលុយឡានដើម្បីបញ្ជាក់ថាលុយខ្មែរលុយឡានអ្នកនរ copy currency មួយទៀតមកដាក់នៅត្រង់នេះអូខេអញ្ចឹងដើម្បីឲ្យវាចុះបន្ទាត់បានអ្នកនរធ្វើការដាក់ new line នេះចូលមកនេះ new line នេះចុះពីមកដាក់ new line ទៅវាធ្វើការចុះបន្ទាត់ហើយតបយើងទៅសេអីផ្សេងនេះឃើញអត់អូខេខ្ញុំ new line ហើយខ្ញុំចង់ដាក់តាម message ទេឬក៏យើងចង់ដាក់រូបគេក៏បាន new line avatar តបមកធ្វើការដាក់នៅmessage ចូលនៅក្នុងនេះបាត់ message អូនេះអាចធ្វើការវាបញ្ចូលនៅ message មកនេះចុច message មកអូខេតែប៉ុណ្្នឹងចប់អូខេ alright នេះខ្ញុំគិតថាអូខេហើយសម្រាប់ខ្ញុំនេះយើងធ្វើការចុច save អញ្ចឹងនៅពេលចុច save ហើយយើង back យើងដោះ unlock design mode វិញមកនឹងការចុចតេស្តចឹងនៅក្នុង OBS របស់យើងធ្វើការ update នៅ design ថ្មីរបស់យើងដែរដែលយើងអត់ចាំបាច់បិទបើកនៅ OBS របស់យើងទេអញ្ចឹងសម្រាប់ alert box របស់យើងគឺដូចជាអស់ហើយអានេះខ្ញុំបើកឲ្យសលេង AI test សិនយើងអាចធ្វើការ select នៅសលេងជាច្រើនអូខេធ្វើការចុច save មកដាក់សលេងឈិនឆាំងអូខេឥឡូវខ្ញុំធ្វើការចុច test មានធ្វើការលឺនៅក្នុងនេះរងចាំបន្តិចសិន Stream Neon បាញ់លុយមកទៀតហើយចំនួន$1នេះជាសារសាក់លបងអូខេអញ្ចឹងដើម្បីឲ្យ AI អានរបៀបផ្សេងយើងអាចធ្វើការនេះនៅក្នុងហ្នឹងមាន TTS message template មានន័យថាយើង custom តែសម្រាប់តែ AI អានទេអញ្ចឹងឥឡូវលុបផ្សេងនេះឃើញអត់អញ្ចឹងខ្ញុំអាចធ្វើការកែវាមកខ្ញុំដូរពីបាញ់លុយដាក់ឧបត្ថម្ភអូខេអញ្ចឹងធ្វើការចុចតេស្តវាចុច save សិនសម្រាប់ធ្វើការតេស្តបានត្រូវក៏ចុច save អញ្ចឹងនៅពេល preview ត្រូវការចុច save ទេ Stream នេះឧបត្ថម្ភចំនួន$1នេះជាសារសាក់លបងអូខេអញ្ចឹងខ្ញុំគិតថាប៉ុណ្ណឹងអូខេហើយនេះអាចធ្វើការដក cleaner នៅតិចមកដើម្បីឲ្យវាអានឈ្មោះឲ្យដាច់អូខេហើយយើងធ្វើការ custom font អីចឹងទៅ alright ខ្ញុំគិតថាយើងចប់សពគ្រប់ហើយអូខេខ្ញុំបញ្ចូលនៅកន្លែងដូន avatar មួយសិនអញ្ចឹងកន្លែងនេះផងដែរនៅយើងអាចធ្វើការឲ្យអ្នកផ្សេងគាត់ដាក់រូបនេះជា default របស់យើងអញ្ចឹងនៅពេលដែលគេដាក់រូបមកវានឹង load នៅលើនេះអញ្ចឹងដើម្បីឲ្យវាបង្ហាញនៅលើហ្នឹងបានយើងមាន option 2ទី1យើងដាក់ token avatar មួយទៀតយើង use as alert media អញ្ចឹងនៅពេលយើងចុច use as alert media វានឹងបង្ហាញនៅលើនេះ
ចឹងយើងអាចធ្វើការទាញនៅ image scan នេះឃើញអត់អ្នកនរទាញឲ្យវាទួយចឹងទៅនេះឬក៏យើងធ្វើការដាក់នៅចេះក៏បានអីក៏បានសិតតែចិត្តអ្នកនរអូខេខ្ញុំដាក់ប៉ុណ្្នេះទៅអូខេចឹងសម្រាប់ alert box គឺយើងចប់ហើយអូខេតោះយើងមកកាន់ alert leaderboard របស់យើងអូខេចឹងដើម្បីបង្កើតនៅ alert widget leaderboard widget យើងបានយើងគ្រាន់តែចុច new មកនេះគឺយើងមានបង្ហាញជាផ្ទាំងជា style ច្រើនអូខេចឹងខ្ញុំបញ្ចូលកន្លែងនេះតិចជាទូទៅយើងដាក់នៅនេះយើងដាក់3នាក់អូខេចឹងយើងដាក់ title ហ្នឹងដាក់ top 3ចឹង top session ហ្នឹងមានន័យថាយើងនៅក្នុងកំឡុងពេល live ឯងចឹងអានេះ top weekly មានន័យថាក្នុងសប្តាហ៍នេះខែចឹងខ្ញុំត្រូវការបង្ហាញតែពេល live ទេហើយខ្ញុំត្រូវការរើសនៅ style របស់ខ្ញុំអូខេឧទាហរណ៍ថាខ្ញុំចូលចិត្តនៅ Minecraft នេះអូខេខ្ញុំគឺអូខេខ្ញុំចូលចិត្តនៅ Minecraft នេះតែខ្ញុំមើលទៅ font វាទួយពេកចឹងយើងអាចកែ font បានអត់គឺបានយើងកែនៅក្នុងនេះយើងគ្រាន់តែទាញ off វាឡើងចេះមកនេះ off វាឡើងចេះមកនេះចឹងសម្រាប់ brand គឺយើងអាចធ្វើការកែបានហើយមួយវិញទៀតគឺយើងអាចធ្វើការកែនៅ color ផងដែរនេះឧទាហរណ៍ថាខ្ញុំចង់ដាក់ពណ៌ស្វាយអញ្ចឹងទៅឬក៏ពណ៌លឿងពណ៌ទឹកក្រូចអីចឹងតែចិត្តយើងអូខ្ញុំដាក់ពណ៌លឿងចឹងខ្ញុំចូលមកកាន់ sim accent color នេះខ្ញុំដាក់ពណ៌លឿងដែរអូខេយើងអាចធ្វើការ copy កូដនេះមកដាក់ក៏បានដែរនេះឃើញអត់ដូចគ្នាចឹងអូខេចឹងមកដល់ត្រង់នេះគឺយើងមាន currency ដែលខ្ញុំ keep $on default តបមកយើងធ្វើការអាចដាក់ហូបអ្នកបាញ់ហ្នឹងយើងដាក់ទៅចុងដាក់ទៅកដាដាក់ទៅទី2ចឹងទៅដាក់ចង់ដាក់លេខរៀងទី1អូខេចឹងនេះតែប៉ុណ្្នឹងទេខ្ញុំចង់ឲ្យវាអណ្ដែតតិចចឹងខ្ញុំធ្វើការ text នៅ float hover ហើយមាន skin ច្រើន1 2 3នេះចឹងខ្ញុំចុច skin ទី4ចឹងនៅពេលដែលគេឧបត្ថម្ភមកអ្នកដែលជាប់លុយជាប់លេខរៀងទី1នឹងមានលោតការផ្ទុះនេះចឹងខ្ញុំអាចធ្វើការកែបាននៅត្រង់នេះផងដែរវាដូចជា alert box ដូចគ្នាយើងអាចដាក់ធ្វើការ custom message template ដាក់ធ្វើការមកជាប់លេខ1ជាប់លេខ1អូខេដាក់តែប៉ុណ្្នឹងទេហើយនៅត្រង់នេះយើងអាចធ្វើការ select នៅ sound effect បាននេះ Here comes the money អូខេនៅថា air មកនេះអញ្ចឹង alert duration របស់យើងហ្នឹងគឺយើងទាញឡើង10 second អញ្ចឹងទៅអញ្ចឹងនៅត្រង់ចំណុចនេះផងដែរខ្ញុំសូមបញ្ជាក់តិចយើងមាន separate overlay separate alert overlay ហ្នឹងមានន័យថាយើងផ្ដាច់pop up នេះភ្លើងនេះជាមួយនឹងនេះផ្សេងចេញពីគ្នាអញ្ចឹងសម្រាប់ខ្ញុំ recommend ឲ្យយើងផ្ដាច់មកអូខេធ្វើការចុច create បន្ទាប់ពីចុច create ហើយវានឹងធ្វើការមាន link ចំនួន2ឲ្យយើងអញ្ចឹង link ទី1ហ្នឹង alert overlay ហ្នឹងគឺជា link នេះ link ភ្លើងនេះអូខេយើងធ្វើការ copy វាសិនមកយើងដាក់ចូលក្នុង OBS ហើយយើងឲ្យឈ្មោះវាថា leaderboard pop up នេះដាក់ប៉ុណ្ណឹងមកហើយធ្វើការ pass link ហើយសម្រាប់ប៉ុណ្នេះយើងតេស្តនិយាយទៅយើងដាក់សិនមកតាមយើងចុចតេស្តតាមក្រោយធ្វើការសេរីតាមក្រោយអូខេមួយវិញទៀតយើងចូលទៅកាន់ OBS import ធ្វើការ copy link អូខេអញ្ចឹងអានេះយើងដាក់ add source មក browser source យើងដាក់ leaderboard អញ្ចឹងអានេះវាជាតារាងអ្នកឧបត្ថម្ភយើងអាចដាក់ធ្វើ800 600សិនមកអូខេដោយសារតែខ្ញុំឃើញអក្សរវាអត់ធ្លាក់ខ្ញុំចង់បានអត់ចង់ឲ្យវាធ្លាក់អ្នកនរអាចធ្វើការកែមកយើងដាក់1000នេះ1000មកអូខេចាំ1000ហ្នឹងអ្នកនរអាចធ្វើការទាញវាបានអញ្ចឹងមកនេះអូខេខ្ញុំដាក់នៅលើនេះតទៅពីដាក់នៅលើហ្នឹងហើយអ្នកនរដើម្បីតេស្តវាបានអញ្ចឹងរបៀបដែលយើងតេស្តហ្នឹងគឺយើងចូលទៅកាន់ alert set alert box របស់យើងអត់មាននេះពិបាកទេនេះយើងគ្រាន់តែថាអូខេ stream neon នេះគាត់បាញ់ម៉ាស៊ីនមកគាត់តែចុចតេស្តទៅអានេះដើម្បីឲ្យលឿនខ្ញុំធ្វើការបិទនៅ select AI នឹងធ្វើការចុចតេស្ត
ok chạy tay hỏi nên khơi nè nơi trong nè bên đường lột nè alert bọc muối thập đồ nợ muối 20 viên tiết nơi thằng này toàn lột tệ để xa té ở to bên là nè kế và cuột chắc nhỏ là nhầm tặng một nè tiết tha xem on pì quạt bánh 50 sen chắc viên là lột tụ ok tỏ mở đó này chạy tay hỏi cho tất cả ốp bạc và dương mình Here comes the money, 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 dollar, dollar. ok nhưng kết tha anh ấy viện túi cho nhưng tiên viện thông đó nhưng đặt nơi cái đà này ok chẳng rủi ro anh đi rủi ro hết rồi một viên tiết những thời ca cho tất cả là donation gỗ ok này chia viên chật mày một tiết hỏi nào nữa cứ chiên ai thời ca đã cố đại thai dưỡng trong ban một ngày phần mềm ok mà trong chấm nói gỗ thạch đấy cái dương miền mà đón mà này tha mà pin cái việc bạt này thì chân thực và cả tham mày một viên tiết đã để lý chẳng để lý gần mấy cái đã rồi ngày chẳng cô đại nhóm trong ban thà mà ngày chúng ta trong ban đã đọc từ là thì ô thọ thá hộp củi tiêu chân từ ok nó trong chấm nói này phong đá nó nè ai thực cả interact cho một việc bán chẳng nhưng mà trong ban style nó nhưng trong ban style Minecraft chẳng là mấy cho style Minecraft bán nó này cho tất cả game gỗ rồi nó này thôi cả select nơi sim bao giờ Minecraft ok thôi cả tờ làng nó font rồi đạp nhóm đạm phải 4 nếu phải 4 được kia ok nhưng cái thằng này thông page nhưng ai thôi cả tờ lẹ là một bao giờ ở hiện tôi chỉ tới ok chẳng hộp cái tiếng đại hiện thông tịnh mất ok mình nó cứ rui rồi nên thôi cả chốt sale chẳng cô đạp bao nhóm cứ đập từ lá ok thôi cả copy mất này chẳng hộp cái tiêu mình để thả đấy nhưng mình pi nhưng mình ở in mình này pi nhưng ai thôi cả nè check activate mất cho nên cô đào bao giờ cứ ai nhưng ai mình tầm mũi thế nơi không là cả lại á tại này là pv chop cứ bị lột cho khổ mà chẳng thời ca copy mất cho thời ca ốp bao giờ nhưng mà cả mùi tiết nhưng đã xa donation goសម្រាប់ donation go នេះផងដែរគឺវាយើងឲ្យទំហំនេះ450មក450ក៏500ក៏បានដែរអានេះដាក់200មកស៊ីសងទៅលើការសេរីរបស់យើងសិនអូខេខ្ញុំគិតថាប៉ុណ្នេះអូខេនេះនៅនេះឃើញអត់នេះអាយអូខេចឹងខ្ញុំចង់ដាក់នៅលើនេះចឹងតែប៉ុណ្្នឹងគឺចប់ហើយឥឡូវខ្ញុំធ្វើការបាញ់សាកល្បងថាវាចូលនៅក្នុងនេះអត់អូខេយើងតែបាញ់ QR មកខ្ញុំធ្វើការបាញ់ចំនួន2សេនតើវាលោតឡើងឡើងនេះ2សេនដែរទេនេះអូខេគឺថាវាលោត2សេននៅtrongចំណុចនេះនេះអូខេអញ្ចឹងសម្រាប់វិនចិត្តរបស់យើងហ្នឹងគឺយើងនៅមានវិនចិត្តមួយទៀតនេះយើងមាន alert stream timer ហ្នឹងយ៉ាងម៉េចដែរនេះឧទាហរណ៍ថាយើងចង់ live រយៈពេល1ម៉ោងអញ្ចឹង1ម៉ោងហ្នឹងគឺយើងអាចឲ្យអ្នកមើលអ្នកទស្សនាហ្នឹងគាត់អាចធ្វើការថែមនាទីបានអញ្ចឹងអានេះតតែថាយើងអាចសេរីមក$1មួយនាទីអញ្ចឹងឧទាហរណ៍គេបាញ់50សេនគឺអត់ចូលទេតតែយើងបាញ់$1ឃើញអត់អញ្ចឹង maximum ម៉ោងរបស់យើងដាក់ថា2ម៉ោងទៅអូខេអញ្ចឹងនៅពេលដែលវាឡើងដល់កំណត់2ម៉ោងគឺវាលេងបូកហើយវានៅទៅត្រឹម2ម៉ោងហ្នឹងអូខេអានេះគឺយើងអាចធ្វើការនេះ copy មកនេះ copy link នេះគ្នាមកដាក់ timer មកហើយដាក់រងចំណុចនេះអូខេនេះខ្ញុំគិតថាវាទូចដែរយើងអាចដាក់400 200មកនេះហើយឃើញម៉ោងអត់ឥឡូវធ្វើការចុចខ្ញុំបាញ់តេស្តសាកល្បងអូខេអូយដល់ថាខ្ញុំដាក់នេះធំពេកតើយើងបាញ់$1តេស្តតើអានេះបើសិនជាគេបាញ់មកវាលុតនាទីនៅហ្នឹងហើយយើងធ្វើការអាចធ្វើការចុច reset នៅ timer របស់យើងបានដែរពេលចុច reset ហ្នឹងទៅវារៀង reset ម៉ោងមកវិញអូខេ
ចឹងមានចិត្តរបស់យើងគឺអស់ហើយអានេះគឺជាការ set up នៅ Streamlabs full set up ហ្មងអូខេវីដេអូនេះរៀងយូរតិចដោយសារតែខ្ញុំ detail យ៉ាងច្រើនអូខេសម្រាប់ feature ផ្សេងៗដូចជា tick អីហ្នឹងគឺខ្ញុំមានវីដេអូរួចហើយអ្នកនរអាចទៅមើលវីដេអូចាស់បានអូខេមានតែប៉ុណ្្នឹងទេអរគុណអ្នកនរសម្រាប់ការទស្សនាបាយបាយ